ថ្ងៃនេះខ្ញុំនឹងបង្ហាញពីការបិទ email ឬក៏បិទលេខទូរស័ព្ទក្នុង account Facebook របស់យើងជៀសវាងការឲ្យនរណាម្នាក់ឃើញជាពិសេសគឺ friend ឬក៏អ្នកដែលមិនជា friend របស់យើងឃើញ Gmail ឬក៏លេខទូរស័ព្ទរបស់យើងងាយស្រួលនឹង hack យក account របស់យើងទៅបាត់តោះអញ្ចឹងទៅធ្វើអ្នកគ្នាជាដំបូងអ្នកគ្នាចូលទៅក្នុង account Facebook មកបន្ទាប់មកគេរកតែស្រីម៉ាត់យើងហើយចុចកន្លែងសញ្ញាត្រី3ចុចកន្លែង setting and privacy បន្ទាប់មកចុចកន្លែង setting រួចស្វែងរកពាក្យ how people find and attack you កន្លែងនេះចុចមកកន្លែងនេះ people with your email address កន្លែងនេះគឺកន្លែងបិទ email បើសិនជាបងប្អូនចង់ឲ្យអ្នកណាម្នាក់ឃើញ email របស់បងប្អូនចុចដល់ខាងលើមករួចបើសិនជាបងប្អូនចង់ឲ្យមិត្តភក្តិរបស់ friend របស់ friend ក្នុង friend របស់យើងឃើញបងចុចលេខអាទី2មកអាទី3នេះ friend របស់យើងហើយចុងក្រោយនេះគឺបិទមិនឲ្យអ្នកណាឃើញអញ្ចឹងខ្ញុំលើកមកបងប្អូនចុចទៅលើអាទី4ទៅឲ្យគេឃើញព្រោះវាសុខភាពសម្រាប់ account Facebook របស់យើងតោះមកចេញបន្តមក save បន្តមកទៀតកន្លែង people with your phone number ក្នុងនេះគឺវីដេអូគ្នាទេអញ្ចឹងបងប្អូនយក no one មកបងប្អូនណាំឃើញលេខទូរស័ព្ទរបស់យើងវាស្រួលគេ hack យក account នេះទៅបាត់អញ្ចឹងចុច save មកហើយមកចំណុចទៀតកន្លែងទី2នេះ who can see your friend list អញ្ចឹងបងប្អូនចុចលើវាមកចុច see all មកអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យនរណាម្នាក់ឃើញ friend របស់បងប្អូនចុចកន្លែងទី1មកដែល public ហើយបើសិនជាចង់ឲ្យ friend ដែលចេះនៅក្នុង Facebook បងប្អូនឃើញចុចលើកទី2មកហើយបើសិនជាមិនចង់ឲ្យគេឃើញទាំង friend និង public បងប្អូនចុច only me មកឃើញតែខ្លួនឯងអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនដាក់ public ទៅព្រោះវាមិនចាំបាច់ទេต้องចុច share មកអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងសូមបងប្អូនជួយចែករំលែកនិងជួយចុច follow អ្នកបងប្អូនបាទអរគុណច្រើនខ្ញុំសូមជួបមកចំណុចទៀតដែលបងប្អូនមកជំនាញគាត់តាមតែឆ្ងល់ហ្នឹងមើល profile Facebook របស់យើងយ៉ាងម៉េចទើបមានគុណភាពហើយផុសទៅមានអ្នកមកច្រើនអញ្ចឹងតោះចូលទៅ profile Facebook របស់បងប្អូនចុចកន្លែង profile ហ្នឹងតោះមកចុចកន្លែងម៉ូសញ្ញាទៅ3បន្ទាប់មកបងប្អូនចុចទៅមើលកន្លែង profile status នេះក៏សិនជា profile របស់បងប្អូនខ្ញុំស្គាល់ព្រឹកខៀវហើយកន្លែង recommendation នេះវា active គឺវាអត់មានការចាប់បំរាមរបស់ Facebook ទេអញ្ចឹង profile Facebook នេះគឺត្រឹមត្រូវអញ្ចឹង Facebook វាអាចរុំវីដេអូរបស់បងប្អូនទៅកាន់អ្នកមើលបានកាន់តែច្រើនអញ្ចឹងមួយទៀតចូលកន្លែងនេះកន្លែង turn off promote នេះអញ្ចឹងបើសិនជាបងប្អូនអត់ទាន់ភ្ជាប់ជាមួយទេបងប្អូនចុចកន្លែង turn off promote ទៅអញ្ចឹងយើងអាចupload ជាមួយ Facebook បានហើយហើយចំណុចនេះគឺសំខាន់គឺកន្លែង invite people ចូលកន្លែងហ្នឹងនេះបើសិនជាបងប្អូនមាន friend បងប្អូនinvite ឲ្យពួកគាត់ហ្នឹង follow page របស់បងប្អូនទៅហើយបងប្អូនចូលមកក្រោមនេះកន្លែងនេះទៅ invite user កន្លែងនេះបើសិនជាបងប្អូនមានគ្រប់ដល់ប្រកាសខ្លួនឯងមាន member ច្រើនអញ្ចឹងបងប្អូនចុចបាត់វាទៅហើយដល់ពេលដែលអស់វីដេអូបងប្អូននឹងឃើញវីដេអូរបស់បងប្អូនអូតូចូលក្នុងក្រុមនោះតែម្ដងបាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងហើយសូមបងប្អូនជួយ subscribe channel របស់ខ្ញុំដើម្បីបានវីដេអូចែករំលែកថ្មីបន្តទៀតបាទអរគុណច្រើន